convenience store អូមែន ចាំមើលមកជួនទៅ convenience store អូខេចង់ទៅ ស្ករស៊ូ និយាយទៅថ្ងៃនេះបើកថ្ងៃខ្លាំងណាស់អូប៉ុន្តែមានខ្យល់ចឹងទៅរៀងត្រជាក់នៅត្រនតូប្រទេសកាណាដាឥឡូវគឺថាមនុស្សច្រើនព្រោះគេមកលេង FIFA World Cup ឥឡូវនេះកំពុងតែដើរទៅមកលបឹងប្តីថាគាត់នាំទៅកន្លែង convenience store ជាមួយទាំងអស់គ្នាថាទៅនឹងមានអីគេខ្លះ Let's go គឺនេះគឺថា CN Tower ធំខ្លាំងមែនតើ Wow so big ឲ្យឡានទីទៅសិនឯងហើយនេះទៅមកប្រពន្ធទៅ convenience store ទិញស្ករកៅស៊ូ អូខេ ទិញនំបកកញ៉ាំ សុំថែមកាកាឡាម៉ូតូមក ដើរមកដល់ CN Tower ទៀតហ៎Blue Jay អូ នេះចិត្ត CN Tower គឺធំอ่ะ នឹងក្រុម CN Tower នេះ អូពេលមកមើលចិត្តចឹងមិនដឹងថាអូធំខ្លាំងពោះទៀត ឆ្លងទៅបង អូខេអូចឹងយើងដើរប្រហែលជា15នាទីចុះពីផ្ទះមកដល់បឹងមានអី exercise ដល់បងប្អូនហើយ ហើយជាមួយនឹង CN Tower អូ CN Tower នៅលើយើងនេះអូ my ឃើញឡើងទូ អូថ្ងៃនេះបើថ្ងៃល្អតែមានអារម្មណ៍ជាងចោល នៅក្រៅទៅនៅក្រុមថ្ងៃបាក់ខ្យល់ត្រជាក់ចឹងតើមានអាវក្រៅ វាខ្យល់រៀងត្រជាក់ដែរចឹងណាចឹងពាក់អាវក្រៅទៅវាស្រួលតែវាមេឃបើថ្ងៃល្អចេះមិនអាកាសធាតុនេះគឺថាមិនទៀងមិនតសូមអរគុណនៅក្នុង bus ហ្នឹងហើយតម្លៃវាថប់ឆែក700តែគេមាននំគេមានតែគេមានអីហើយយើងជិះឡានហ្នឹងបណ្ដាយើងញ៉ាំបណ្ដាហើយគេតាឡានហ្នឹងគឺតែខាងក្នុងមិនយើងមើលឃើញតែគេបិទឲ្យគេមានទូកកាមអីក្នុងហ្នឹងនិយាយទៅគេប៉ិនធ្វើខាងមែនតើ free one Got free for it. Let me try. Bao trời. Two. yes. Lời nhung hiểu quả bị rút chết đi bom ôn để tới cứ kê thưa là việc chỉ cocktail á, tại thì thưa chỉ có bong bình bì ở chân, hay hụt chết viên vodka, hay viên tropical đôi là việc tha ở hụt chết lại chơi đồng năng tính tính nhất. Lại cái tới những product nhà mình đi ở là việc nơi hang cái nhâm cocktail phục ấy chân á nó ta, anh ấy cái vô mà thưa chỉ có bong bình creative. Lấy cái lạnh chua cay gắt, hay chỉ muốn đồng chia nó, cái chôm đại nó. Dập đam chanh ha, chanh cầm nát ha.
ទឹកលេខទំនាក់ទំនងសម្រាប់កក់ព្រោះលុយស្លាប់ ទៅហើយអាសត្វនេះមិនស្រួលវាដេញហួលនេះអាសត្វនេះនេះហៅ Canada Goose ទៅហើយកញ្ចក់អណ្ដែតទឹក គេមានទីចែកមែននេះអានឹងគេហៅទូគេ ស្តៀងអញ្ចឹង ប៉ុន្តែមើលទៅខ្លាយគេខ្លាយខ្លាំងណាស់អង្គុយឲ្យចៅមិនរបៀបដូចយើងកាយយើងនេះណា នេះល្បាតបលីចេញទៅហើយមានបញ្ហាអីមើលម៉ូតូគេស្អាតបងប្អូនអូនេះជិះដល់អែមហ្មង Indian ឡប់នេះដូចជាឡានអូ មកពណ៌បងប្អូនពណ៌ស្វាយនេះស្អាតមែនតើ អូគេដាក់របៀបដូចmarketing ចឹងវ៉ាវមានអារម្មណ៍ថាមនុស្សច្រើនខ្លាំងណាស់នៅត្រតូបតែកណ្ដាលគឺថាពោពេញទៅដោយមនុស្ស គេមកលេង World Cup ដើម្បីគេនៅគ្រប់ជាសាសមក បាច់ណែហ្មងបងប្អូនឃើញអញ្ចឹងណានៅនេះគឺមនុស្សច្រើនមកគេនេះហ៎មកនេះតំណងឯងនិយាយទៅតំណងខ្លាំងមែនតើនិយាយទៅនៅនេះគេមានមួយរយៈហ្នឹងគឺមានភាពច្នៃប្រឌិតមែនតើដោយសារតែរដូវកាល World Cup ទៅមនុស្សមកលេងច្រើន The best គួរតែបានមកលេងនៅកន្លែងនេះគេដូចប្លុកនេះចឹងគេមានស្តង់មានអីលក់ដូរចឹងណានិយាយទៅមួយរយៈនេះកាណាដាគឺថាមានអីថ្មីប្លែកបឺមែនតើទៅបងប្អូនគួរតែមកហើយជាពិសេសគឺត្រូវតែមកតរ៉ុនតូហ្នឹងនិយាយទៅគឺតរ៉ុនតូឥឡូវគឺដោយសារតែ host របស់ World Cup អញ្ចឹងកម្មវិធីគឺអត់ខ្វះទេសម្បូរខ្លាំងមែនតើអូគេលក់អីនេះតំណងនិយាយទៅតាមផ្លូវគ្រប់កន្លែងហ្នឹងគឺគេមានលក់មានស្តង់មានអីគ្រប់កន្លែងមកអានេះអីហ្នឹងខ្លាំងមែនមកអាដងនេះឡើងធំបងប្អូនមើលអូគេលក់និយាយទៅគេមានភាពច្នៃប្រឌិតទៅឃើញអត់គ្រាន់តែគេដាក់របៀបថាឲ្យយើងតាក់ទាញយើងចង់ដើរចូលមើលមកក៏ពិតលក់សាច់អាំងសោះតែគេចេះមានរបៀប style នៃការលក់អីចឹងណាអញ្ចឹងគឺយើងមើលទៅយើងចង់ចូលហ្មងអូ my god និយាយទៅនៅម្លុកនេះខ្ញុំអត់បានមើលថាដឹងថាមានគេធ្វើសោះតែពេលមកដល់មិនដឹងថាមានគេលក់អីច្រើនហើយធ្វើអីច្រើនទៀតកៅអៅឆ្កែតើតែឡើងជូត this one អូ my god World Cup ហ្នឹងបីតែកៅអៅឆ្កែក៏គេលក់បាយ World Cup ដែរឃើញអត់លយស្លាប់អែហ្មងណាអូទីក្រុងសុទ្ធតែមនុស្សនេះអាចមើលបាននិយាយទៅគឺថាមនុស្សមកលេងកកតែម្ដងទាំងខ្ញុំទាំងគេបងប្អូននៅ FIFA 4ឆ្នាំមានម្ដងគឺថាសប្បាយអមែនតើវ៉ាវ my god អូយមនុស្សច្រើនមែនចង់ច្រើនអាទិត្យអាទិត្យមុនមកម្លុកនឹងដែរតែអត់ចូលដល់ថ្នាក់ហ្នឹងទេតែថ្ងៃនេះគឺថាច្រើនខ្លាំងអញ្ចឹងហើយមិនគេថាសប្បាយភ្នែកមើលគេមើលឯងអញ្ចឹងមិនថានៅប្រទេសត្រនតូប្រទេសកាណាដាមែនទេនិយាយទៅនៅកាណាដាហ្មងរដូវគឺគេហៅថាគឺថាអាកាសធាតុវាប្រែប្រួលដល់ឥឡូវអញ្ចឹងបើថ្ងៃចេះមួយអាទិត្យមុនធ្លាក់ព្រិលអូនិយាយទៅញាក់ហ្មងអូគេមានហ្គេមវៃប៉េងប៉ុងក្មេងមនុស្សចូលទៅលេងមួយក្មេងស្រួលចាញ់ក្មេងទៀតនិយាយទៅវ៉ាវនិយាយទៅម្នាក់សប្បាយចាក់ភ្លេងចាក់អីអូ street car នោះខ្លាយក៏មានអីគេណាសាយនៃកាមីទៀតបងប្អូនមកលេងត្រនតូជិះតែ street car នេះក៏សប្បាយដែរវានៅ lockdown town ស្រួលវាជិះទៅក្នុងនឹងពី direction មួយទៅ direction មួយហើយវិធីជិះចាំលើក្រោយឲ្យខ្ញុំប្រាប់ឡើយនេះប្រាប់វិធីសប្បាយសិនអូការស្អាតមកនេះដើមឈើការលេខ1ហ្មងបងប្អូនមើលនេះខ្ញុំចេះថាអីបើសិនជាក្នុងនេះគាត់ដើរចូលមកកន្លែងនេះហ្មងនេះអូបងភាពហើយសัตว์វិញនិយាយពីថាគ្រប់កន្លែងហាក់ចេះខ្លាចមនុស្សទេនៅនេះដោយសារតែយើងអត់មានធ្វើបាបអីសัตว์យើងភាកច្រើនអ្នកគាត់មកកែណែអីក៏ដែរធ្វើបាបទេអញ្ចឹងសัตว์ហ្នឹងគឺអត់ដែរខ្លាចមនុស្សទេតែយើងអង្គុយលេងនៅចិត្តបានដូចមើលឬមានអារម្មណ៍ថាមើលភាពនៅមុខពាំងនាំមកមើលភាពនៅមុខពាំងមិនប្តីគឺអង្គុយមើលហ្មងអែមស្លាប់
mà đo này อันนี้ chất đo lại chi tu มั cái นหลอกเบิ่งตอนไงมันสกอร์ chất đo lại chi tu cái กูค่ะมดยังมาชิกูสบายแล้วบางคนบอกว่ายังต้องชิจังเกียรเตะได้เป็นcái hai thanh sụp chơ ở am đó hay miền ca ít hồi đang từ đóng tiền បងប្អូនមើលកន្លែងនេះកន្លែងយើងជីហាត់ដូចផែគេចឹងជីទូពីហ្នឹងទៅខាងកោះដែលគេហៅថា Toronto Island ហើយនៅផែហ្នឹងដែរគឺថាគេមានលក់សម្ភារៈរបៀបថា accessory អនុស្សាវរីយ៍មាន hot dog មានអីនិយាយទៅគឺថាអូមនុស្សសម្បូរសប្បាយមនុស្សច្រើនមែនតើនេះ good ហើយការ winter ឡើងស្ងាត់ឡើងច្រើនអូនេះគេមានរបៀបដូចសម្រាប់សង្គ្រោះបន្ទាន់ណាហើយឡានគេទូចខ្លាំងមែនតើដោយសារនៅនេះយើងចូលឡានធំអត់បានអញ្ចឹងតឡានរបៀបទូចចឹងអូនិយាយទៅគឺគិតគូខ្លាំងណាស់មើលនឹងសម្រាប់មានអ្នកណាគេមាន emergency ភ្លាមអីឬក៏មានបញ្ហាអីគឺគេទៅយកភ្លាមដល់ទីតាំងហ្មងមិញដូចបងប្អូនដឹងអញ្ចឹងប្តីខ្ញុំគាត់ថាគាត់នាំខ្ញុំមកទិញស្ករកស៊ូហើយឥឡូវខ្ញុំវាអត់ឃើញស្ករកស៊ូខ្ញុំឃើញតែនៅមានតែកណូតមានតែទូកមានតែអីនេះអត់យល់ទេនិយាយទៅហើយណាកន្លែងតូបចាប់ព្រួយមួយថ្ងៃនិយាយហ្នឹងដើរលើមួយថ្ងៃហីអត់តន់ឃើញតែទេសភាពស្អាតអូយនិយាយមែនមើលទេសភាពសិនតែទេសភាពនេះគឺថាវ៉ាវខ្លាំងមែនតើជាមួយនឹងផ្កាដើមឈើបហ្នឹងណាអូយងប់ហើយគ្រាន់តែចង់ញ៉ាំខកស៊ូក៏វេទនាដែរនេះឃើញអត់ត្រូវការដើរឡើងកន្លះម៉ោងនេះអត់តន់ឃើញទេហ្នឹងមែនហ្នឹងហើយ convenience store ให้ធ្វើមិនទៅហាយទឹកទៅមែនđấy bằng ra hai tới អូយតែផ្កានោះស្អាតចង់ទិញផ្កាឥឡូវហើយលាក់បងក៏ឆ្លាញ់ប្រពន្ធនេះហាយទឹកទៅទិញតិចមកតែឥឡូវគេបិទតូបទៀតធ្វើមិនហៅអ្នកលក់បាននៅបងប្អូននេះចម្លែកគេណាខ្ញុំនិយាយមែនឥឡូវបងប្អូនជួយគិតខ្ញុំមើលនេះខ្ញុំនៅពីនឹងទៅដល់នោះហ៎ត្រូវហាយទឹកឬក៏ជីកណូតទៅតែខ្ញុំចង់បានផ្កានោះហ៎ឲ្យធ្វើមិនជីទៅបានអើយនិយាយទៅ set បាត់ហ្មង Googleถ้าគេមាន convenience store នៅចិត្តបឹងហើយបឹងអញ្ចឹងអាណាហាយទៅរួចអូមែនតាអញ្ចឹងតើធ្វើម៉េចអត់ដឹងឥឡូវពួកអូននៅ idea នោះមិនសុំទូគេជីអញ្ចឹងគេកាយៈបងកាយៈអូនជឿថាកាយៈទៅបានតែបើបងឯងពិតជាស្រឡាញ់អូនមែនណាប៉ុណ្្នឹងមិនហាយទៅបានទេយល់អត់មានអីប្រវាយព្រោះមិនចេះហាយទឹកដែរត្រូវអត់អូនទេបាទចេះតែចុះហាយប្រតិចាអូចឹងអូមែនតាអត់បានទេធ្វើម៉េចយើចង់ទិញផ្កាតែស្រឡាញ់តែផ្កានៅលើតូបហ្នឹងទៀតនោះបងប្អូនគឺស្អាតហ្មងថ្ងៃស៊ូមចូលឲ្យបងប្អូនមើលថាឃើញខ្ញុំចង់បានផ្កានៅក្នុងហ្នឹងហ្មងពិតហ្មងណាតែថ្ងៃហ្នឹងគេបិទហ៎មានអារម្មណ៍ថាអត់មនុស្សហ្នឹងវ៉ាវរបៀបណាសូមបងប្អូនចូលខមមិនប្រាប់ខ្ញុំផងព្រោះថាខ្ញុំស្រឡាញ់ផ្កានៅហ្នឹងនេះបងប្អូនខ្ញុំស៊ូមឲ្យមើលចិត្តចឹងហ្មងផ្កាគេឡើងស្អាតហើយឡើងតំណងនិយាយទៅនៅនេះប្លែកខ្លាំងណាស់ចឹងមិនថាបងប្អូនតាមដានវីដេអូខ្ញុំអត់ខុសទេខ្ញុំនឹងដើរថតអីដែលប្លែកជួយបងមកដល់កន្លែងនេះគឺថាស្រស់ស្រាយខ្លាំងមែនតើព្រោះវាចិត្តហ្មងបងនិយាយទៅនៅប្រទេសកាណាដាខ្ញុំនៅTorontoផ្ទាល់គឺអត់មានសមុទ្រអីទេភាគច្រើនគឺបឹង cover ដោយបឹងច្រើនតែទឹកបឹងហ្នឹងក៏ដកចោលទៅគឺស្រស់ស្រាយដែរបងប្អូនគ្រាន់តែថាវាអត់មានជាតិស្អិតដូចទឹកសមុទ្រយើងទេហើយបងប្អូនឃើញខ្ញុំដើរហ្នឹងគឺថាក្តៅមែនប៉ុន្តែយើងមានចំហាយត្រជាក់ច្រើនគឺគ្រាន់តែមេឃវាបើក្តៅថ្ងៃឧទាហរណ៍ទឹកទៀតនោះតំណងម៉េះនេះខ្ញុំនាំបងប្អូនមកមើលអីប្លែកមួយបងយៈអូអត់ដែរលឺទេត្រូវអត់បងយៈចាឥឡូវខ្ញុំមកចិត្តសិនខ្ញុំ1.57 ម៉ែត្រហើយមើលបងហ្នឹងមើលកម្ពស់ខ្ញុំមួយបងមើលប៉ុណ្នេះហ្មងនិយាយទៅអានេះអង្គុយហូបលក្ខណៈថា10 20 30នាក់ហ្មងណាបងគេខ្ពស់ខ្លាំងមែនតើហ្មងនេះកម្ពស់បងហ្នឹងខ្ញុំឡើងតអញ្ចេះបងប្អូនជួយមើលគ្នានេះខ្ញុំឡើងតអញ្ចេះអូនិយាយទៅអូបោះគេនិយាយទៅបោះគេហ្មងនេះតែមានអីឡើងមកនេះរៀង fresh ដែរវាអញ្ចឹងណារៀង fresh ដែរបានអង្គុយលើបងធំលយតែបងប្អូនមានអារម្មណ៍ថាដល់ពេលចង់អាខ្យល់បឹងវាមកត្រូវខ្ញុំហ្មងចឹងមានអារម្មណ៍ថាខ្លួនឯងខ្ពស់រត់ដងទៀតបងលយប្តីលយអត់មកឆ្លើយថាលយមិនមើលលយអែមស្លាប់តើឥឡូវយើងចោះទៅវិញបន្តដំណើរយើងទៀតឲ្យមើលបែបប៉ុណ្្នឹងបានហើយអ៊ីបតោះថ្ងៃនេះមានប្តីនាំដើរមកលុកបឹងឥឡូវនេះគឺថាដើរទៅមើលគេសម្ដែង show អូតែខ្ញុំថតជូនបងប្អូនមើលគឺថាគ្រប់សកម្មភាពនៅTorontoប្រទេសកាណាដានេះហ្មងហើយនេះគេសម្ដែងឲ្យយើងមើល free យ៉ាងហ្មងគឺគេសម្ដែងកណ្ដាលថ្ងៃយ៉ាងហ្មងនេះបងប្អូនឃើញមានអ្នកថតមានអ្នកអីដើរមើលអញ្ចឹងអត់កន្លែងនេះកន្លែងគេជិះទូកមួយទៀតទៅកោះនិយាយទៅប្រភេទទូកនេះបើតាមខ្ញុំធ្លាប់ជិះគឺមានប្រភេទតាក់ស៊ីបានន័យថាកន្លែងមិនខ្ញុំថតនឹងវារៀងទៅរបៀបថាលឿនអានេះគេហៅទូករបៀបរៀងធំជាងអញ្ចឹងណាតែទូទៅខ្ញុំជិះអានេះច្រើនជាងដោយសារអានេះយើងទៅបានជុំមួយគេមើលឯងឲ្យសុបាយព្រោះទូកធំ
ពីបងប្អូនកឃើញកន្លែងលក់ស្ពតហ្នឹងណាចាំថ្ងៃណាខ្ញុំទៅម្ដងទៀតព្រោះលើកមុនខ្ញុំទៅម្ដងទេប៉ុន្តែអត់ទាន់បានអាពេលដែលរបៀបថាវាចេញបើកថ្ងៃពេញអញ្ចឹងណាប្តីខ្ញុំមានជាការលេងជាមួយនឹងកង់ចាតំណងតានេះអូចាអ្នកដប់ហើយនឹងអ្នកជីចាប៉ុនគ្នានិយាយទៅតែប្តីខ្ញុំសង្ហាជាងយូយអូយគេសើមិនបាននេះអូ my god នៅហ្នឹងគេមានលក់របៀបជា dolphin នេះណយអេមស្លប់អាពងសាប់ពីក្មេងខ្ញុំចូលចិត្តទិញណាឥឡូវគាត់នៅតែចូលចិត្តតែប្តីឲ្យទិញសេតហ្មងគាត់ថាយើងដើរទៅណានិយាយទៅ Sugar Beach ហ្នឹងវាឈ្មោះថា Sugar Beach ប៉ុន្តែបើ Beach វាហ្មងខ្ញុំអត់ដឹងថាមិនដែរវាអត់សូវធំប្រហែលនេះតែចាំបងប្អូនតាមទាំងអស់គ្នាបើចង់ដឹងថាតើកន្លែងហ្នឹងវាមានទេសភាពរបៀបមិនខ្លះអូមានគេហេលីកូបទ័របងប្អូននិយាយទៅនេះគេមានជួលទីហ៎តែតម្លៃខ្ញុំអត់ច្បាស់ដែរបើសិនជានេះបងប្អូនអាចឆែកមើលបាននេះកប៉ាល់គេមកដឹកកន្លែងជាប់ហ្នឹងគឺជារោងចក្រស្ករហើយកប៉ាល់ហ្នឹងគេមកដឹកស្ករហ្នឹងយកទៅអញ្ចឹងណាគេគឺថាធំខ្លាំងមែនតែខ្ញុំឈោបានតែប៉ិនទូតែមួយឯងឃើញអត់តែជួបគ្នានេះកប៉ាល់នេះធំខ្លាំងណាស់បងប្អូនឥឡូវគេកំពុងតែចាប់ material ចាប់ score ហើយជា score មិនដឹងអីនេះមើលទៅដូច score សហើយ Sugar Beach នេះកាលមុនហ្នឹងពួកខ្ញុំមកភាសាឲ្យពេលគេតាំងពីពណ៌មហូបអីចឹងណាហើយឡើយនេះឆ្នេរគេធ្វើឆ្នេរខ្សាច់បន្តិចដើម្បីឲ្យគេមកសាន់បាត់ហ្នឹងហើយក៏ងាកទៅមើលអាកប៉ានោះកំពុងតែជោគ score ឈប់ zoom តិចឈប់មើល score គេចាប់តិចសិន score ដែលយើងញ៉ាំរាល់ថ្ងៃហ្នឹងចាប់សិតតែដូចអត្រាជោគសាច់ចឹងគេចាប់ដើមតម្លាក់ចុះហើយដូចខ្សាច់ចឹងបងប្អូនប៉ានេះធំមែនតើជ័យដាក់ក្នុងប្លុកលើទី1មកដល់កន្លែង Sugar Beach កន្លែងដែលជាពលរដ្ឋនៅ downtown Toronto នេះគាត់ចូលចិត្តមកអាំងថ្ងៃព្រោះនៅនេះយើងអត់មានអាពេលដូចនៅកំពង់សោមស្រុកយើងទេចឹងពេលចឹងគេមកអាំងសាច់នៅនេះមើលទៅដូចនៅកំពង់សោមដល់ហើយនេះមានវាលសាច់ធម្មតាមានដើមឈើមានបរិយាកាសនៅមាត់បឹងខ្យល់វើយអូយផាសុខភាពដល់ហើយសួស្ដីបងប្អូននិយាយទៅនៅនេះគេហៅថា Sugar Beach ហើយវាមានឆ្នេរបន្តិចចឹងតែឆ្នេរនេះឆ្នេរសប៉ានិមិត្តទេគ្រាន់ថាមានជាខ្សាច់មានជាអីអាចឲ្យគេមកលេង Sunbathing ឬក៏អង្គុយលេង enjoy ពេលតែមានកម្ដៅថ្ងៃចឹងណាហើយនិយាយទៅគឺថាបងប្អូនឃើញទស្សនវិជ្ជានេះចឹងគេរៀបដូចឆ្នេរចឹងប៉ុន្តែខ្ញុំនៅតែនឹកឆ្នេរកំពង់សោមបងប្អូនអើយនិយាយទៅឆ្នេរយើងគឺថាស្អាតខ្លាំងមែនតើហើយបងប្អូនអាចមើលបានមានកន្លែងគេជោគដាក់ស្ករអូថ្នងខ្លាំងនេះមកឃើញតបចឹងមិនដឹងស្ករដែលយើងប្រើប្រាស់ហ្នឹងគេយកជោគមកដាក់ចឹងហើយដើម្បីគេដឹកជញ្ជូនទៅតាមកន្លែងបងម្ដងបងប្អូននិយាយទៅមាត់បឹងគេគឺថាខ្យល់សមុទ្រឈៀលខ្លាំងមែនតើដូចបងប្អូនឃើញអញ្ចឹងណាមើលសូម្បីតែខ្ញុំឈរទៅមានអារម្មណ៍ថាខ្យល់ដង្ហើមដកស្រួលខ្លាំងណាស់ហើយខានត្រូវថ្ងៃយូរដល់ពេលមកត្រូវថ្ងៃចាso nice ហ្មងចឹងជួបបងប្អូនបន្តទៅមុខទៀតថាតើពួកខ្ញុំទៅណាខ្លះធ្វើអីគេខ្លះចឹងបងប្អូនចាំជួយមើល TikTok Facebook page ខ្ញុំហើយនឹងតិចទៀតខ្ញុំនឹងមាន channel YouTube ដូចគ្នាអរគុណ